ពេជ្រអាចជួយប្រាប់ពីឈ្មោះមុខម្ហូបនិងលក្ខណៈពិសេសថ្ងៃនេះខ្ញុំបុកត្រីក្រាញ់ស្រែជាមួយនឹងផ្លែតលឹងតឹងហើយអមជាមួយនឹងអំពិលខ្ចីជុំវិញហើយចំណុចពិសេសគឺខ្ញុំបានស្ងោរត្រីនេះកាត់ចង្អាបចេញជាមួយនឹងម្អមហើយនឹងខ្ទឹមសហើយនឹងអំបិលបេះយកសាច់ត្រីសុទ្ធយកមកបុកអត់ឲ្យបាយសាច់ត្រីពេកទេដើម្បីទុករសជាតិផ្អែមនៃសាច់ត្រីព្រោះវាជា signature នៅក្នុងវិញ្ញាសាមួយនេះហើយខ្ញុំបានដាក់ញោមខាងក្រោមដែលមានក្លិន passion តិចៗជាមួយនឹងបន្លែស្ពៃក្តោបហើយពេញបោះខ្ញុំចាត់ជាឆុងអញ្ចឹងក្នុងនេះវាមានទាំងបន្លែវាមានទាំងត្រីក្នុងមួយម៉ាត់ទីតែមួយជាមួយគ្នាជាមួយដែល chef លក់ហើយជុំវិញហ្នឹងខ្ញុំបានដាក់ជាមួយនឹងប្រេងឆា Haiti Chess របស់យើងជាមួយនឹងជីកាមហើយនឹងជីនាងវងដើម្បីឲ្យកាត់ចង្អាប់នៅបើសិនជា chef មានអារម្មណ៍ថាតលាន់ឬមួយក៏បែបណាអញ្ចឹងមួយចាននេះសង្ឃឹមថា chef ចូលចិត្តទៅពេជ្រយកផ្លែតលឹងតឹងក៏ជាអំពិលខ្ចីមកចូលគ្នាខ្ញុំឃើញខ្ញុំខ្លាចជូរខ្លាំងតែពេលញ៉ាំចូលទៅវាមកយឺល្មមដល់វិញតែហើយសំខាន់ជាមួយជីនឹងមកដែរសិពេញចេញចាយើងញ៉ាំមនុស្សហើយយើងជោគក្នុងមួយបាត់ញ៉ាំមួយនេះទៅតែឆ្ងុយអរគុណខ្ញុំអ្នកញ៉ាំជូរដាក់ជូរជាងនឹងក៏បានដែរអរគុណពាក់ព័ន្ធជាមួយនឹងម្ហូបក្នុងមួយចាននេះការ create រៀបចំស្អាតអរគុណច្រើនអរគុណ